ជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំនឹងបង្ហាញវីដេអូមួយអំពីរបៀបអាំងបង្កងយ៉ាងណាឲ្យបានឆ្ងាញ់បាទអញ្ចឹងបង្កងនេះគឺភរិយាខ្ញុំទើបតែទិញមកពីផ្សារឥឡូវយើងយកមកដោះលាងអញ្ចឹងយើងប្រើជ្រះប្រើអីហ្នឹងយកទៅដោះលាងទៅណាបាទហើយឥឡូវហ្នឹងកូនខ្ញុំក៏បានមកបេះម្ទេសបេះអីជួយម៉ាក់បេះម្ទេសនៅខាងក្រោយផ្ទះយកទៅផ្សំគ្រឿងហើយរបៀបធ្វើបង្កងហ្នឹងយើងយកកំបិតឬក៏កត្រៃនឹងយកមកវះពោះវានិងវះពោះវាជាពីរទៅយើងយកកត្រៃនឹងយកមកកាត់មកនឹងហើយកាត់វាហើយយើងហែកវាឲ្យក្រាបចេញទៅណានឹងហើយយើងតម្រៀបវានៅក្នុងថាសអញ្ចឹងឲ្យស្អាតទៅមើលទៅវាមានសោភ័ណភាពស្អាតដែរបាទហើយបន្ទាប់មកទៀតគឺយើងយកវាទៅដាក់អាំងនឹងហើយយកទៅដាក់អាំងនៅលើភ្លើងហ្នឹងរយៈពេល10នាទីឬក៏20នាទីទៅតាមនឹងអញ្ចឹងណាតាមភ្លើងយើងខ្លាំងឬក៏តិចអញ្ចឹងទៅហ្នឹងហើយយើងដាក់ភ្លើងល្មមដែរទៅកុំឲ្យវាខ្លោចហ្នឹងហើយយើងពិនិត្យមើលវាយើងដាក់តម្រៀបវាឲ្យបានច្រើនអញ្ចឹងមកហ្នឹងហើយយើងតបមកទៀតយើងបន្ទាប់ពីតម្រៀបវាអាំងអញ្ចឹងហើយយើងនឹងមានការលាបប៊ឺនឹងហើយយើងនឹងមានការលាបប៊ឺហើយប៊ឺហ្នឹងយើងលាបច្រើនឬក៏លាបតិចទៅតាមចំណង់ចំណូលចិត្តរបស់យើងហើយដែលបានយើងដាក់ប៊ឺហ្នឹងគឺយើងដាក់ប៊ឺហ្នឹងឲ្យវាឈ្ងុយបាទនេះឥឡូវហ្នឹងភរិយារបស់ខ្ញុំនឹងធ្វើការដាក់ប៊ឺហើយដាក់ប៊ឺរៀបប៊ឺពីលើហ្នឹងគឺឲ្យវាឈ្ងុយបាទឈ្ងុយធំក្លិនប៊ឺខ្ញុំចូលចិត្តតើរសជាតិហ្នឹងគឺចូលចិត្តហ្មងរសជាតិប៊ឺណាបាទយើងលាបប៊ឺហ្នឹងយើងលាបគ្រប់បង្កងទៅហ្នឹងហើយយើងលាបស្ដើងឬក៏ក្រាស់ទៅតាមចំណង់ចំណូលចិត្តរបស់យើងទេឥឡូវមើលបង្កងវាចាប់ផ្ដើមប្រែពណ៌ហើយប្រែពណ៌ឡើងក្រហមឡើងស្អាតតែម្ដងភរិយាខ្ញុំមកពីបេះក្រូចឆ្មាដើម្បីយកធ្វើទឹកម្ទេសណាបាទឥឡូវយើងពិនិត្យមើលបន្តិចនៅមើលបង្កងវាកន្លែងពងវាកន្លែងខួរក្បាលវាហ្នឹងគឺពុះមើលទៅគួរឲ្យចង់ញ៉ាំមែនតើណាហ្នឹងហើយយើងរើសវាទៅដាក់ថាសទៅណារើសវាដាក់ថាសម្ដុំយើងដាក់អីក៏បានតែតែយើងទេហើយបន្តមកទៀតបន្ទាប់ពីហ្នឹងគឺយើងត្រូវតែទៅបុកយើងបុកខ្ទឹមនឹងឲ្យម៉ត់បាទបុកខ្ទឹមនឹងឲ្យម៉ត់ទៅហើយមានគ្រឿងផ្សំរបស់វាមានក្រូចឆ្មាមានម្ទេសខៀវម្ទេសក្រហមអីចឹងទៅក៏ប៉ុន្តែនៅផ្ទះរបស់ខ្ញុំនឹងដាំម្ទេសខៀវនឹងដាំម្ទេសខៀវវាអត់តន់ទុំហ៎អញ្ចឹងយើងនៅវាចាស់អញ្ចឹងយើងបេះវាយកមកដាក់មកនឹងយើងដាក់ទុំក៏បានដែរហើយយើងបុកវាឲ្យម៉ត់ចូលជាតិគ្នាហ្នឹងណាយើងដាក់ឲ្យម៉ត់ទៅហើយបន្តមកទៀតបន្ថែមមនុស្សយើងនឹងបន្ថែមអីគេយើងបន្ថែមស្ករបន្ថែមអំបិលបន្តិចឬក៏ច្រើនអីហ្នឹងហើយបញ្ចេញទៅតាមចំណង់ចំណូលចិត្តរបស់បងប្អូនអញ្ចឹងមកណាហ្នឹងហើយយើងបុកវាបន្ថែមទៀតបុកស្ករបុកអីហ្នឹងឲ្យវាចូលជាតិគ្នាអញ្ចឹងមកហើយនេះកូនសេពើរបស់ខ្ញុំគាត់ឃ្លានពេកចាំម៉ាក់ធ្វើយូរពេកហ្នឹងឥឡូវមកភ្លក់មុនណាសុំភ្លក់បាទសុំភ្លក់បង្កងមុនចាំយូរហើយតម្រាំមកអាំងឆ្អិនហើយនៅបុកទេសជាតិហ្នឹងណាឥឡូវហ្នឹងចាប់ផ្ដើមសបែកក្រូចដាក់បាទយើងសបែកក្រូចឆ្មាណាហើយថែមទឹកត្រីបន្តិចមកបាទថែមទឹកត្រីចូលហើយយើងកូរវាឲ្យចូលជាតិជាមួយនឹងទេសជាមួយនឹងស្ករសជាមួយគ្រឿងទេសរបស់យើងណាឲ្យវាចូលគ្នាទៅហើយយើងភ្លក់បន្តិចទៅក៏បានដែរហើយយើងបន្តមកទៀតខ្ញុំចូលចិត្តសោភ័ណភាពហ្នឹងណាអញ្ចឹងខ្ញុំយកដាក់ទៅលើបង្កងនីមួយមកយើងដាក់បង្កងនីមួយយើងដូចថាយើងហើយយើងចាប់វាយកមកញ៉ាំតែម្ដងហើយយើងដាក់កូនចានក៏បានដែរហ្នឹងហើយយើងបន្ថែមដាក់កូនចានណាយើងយកកូនចានមកយកមកដាក់មកហើយយកមកដាក់ចំកដាលបាទមកដាក់ចំកដាលបកងមើលទៅនឹងស្អាតដូចជាប្រភេទយើងកំពុងធ្វើអញ្ចឹងឥឡូវគាត់កំពុងតែភ្លក់ជូនពុកម៉ែបងប្អូនទស្សនាកំសាន្តអារម្មណ៍ហើយនឹងអញ្ចឹងយើងចាប់ផ្ដើមកាច់បកងនឹងមកយកលក់ជាមួយនឹងទឹកម្ទេសខៀវនឹងមកដើម្បីពិសាមើលតើវាចាប់ជាតិយ៉ាងណាអញ្ចឹងណាបាទជាចុងក្រោយក៏សូមអរគុណពុកម៉ែបងប្អូនដែលបានតាមដានទស្សនានៅវីដេអូនេះតាំងពីដើមដល់ចប់ក៏សូមជួយ Subscribe នៅ Channel របស់យើងខ្ញុំហើយនិង Like Page របស់យើងខ្ញុំផងទុកជាការរាប់អានសូមអរគុណច្រើនពុកម៉ែបងប្អូនគ្រប់គ្នា